ពីកន្លឹះក្នុងការបង្កើត shortcut នៅក្នុងកម្មវិធី Adobe Illustrator អញ្ចឹងទីមួយខ្ញុំចង់បង្កើត shortcut ដែលធ្វើការ export នៅក្នុងកម្មវិធី Illustrator អញ្ចឹងជាទូទៅដើម្បី export យើងចុច file យើងយកពាក្យថា export ហើយយើងយកពាក្យថា export ហើយអញ្ចឹងនៅកន្លែងនេះយើងនឹងធ្វើការ export ទៅលើ document របស់យើងទៅមូលនឹងបានប៉ុន្តែខ្ញុំនឹងប្រើ shortcut អញ្ចឹងដើម្បីចង shortcut បានវាចូលទៅក្នុង edit យើងយកពាក្យថា keyboard shortcut ឬក៏យើងចុចទៅលើ control C អក្សរ K ឬក៏ command C អក្សរ K អូខេអញ្ចឹងដើម្បីធ្វើការបង្កើត shortcut បានខ្ញុំរើសត្រង់កន្លែងនេះខ្ញុំយកពាក្យថា menu command ហើយត្រង់កន្លែង search នេះខ្ញុំយកពាក្យថា export ដើម្បីខ្ញុំបង្កើត export អញ្ចឹងជាទូទៅអ្នកនរគ្នាអត់មានទេត្រង់កន្លែងនេះអ្នកនរគ្នាអត់មាន shortcut ទេវាចេញទៅបែបនេះអញ្ចឹងជាទូទៅដើម្បីខ្ញុំចង់បង្កើត shortcut ហ្នឹងខ្ញុំនឹងចុច shortcut ដែលខ្ញុំតែងតែប្រើពីចឹងខ្ញុំប្រើ control C អក្សរ E ឬក៏អ្នកដែលប្រើប្រាស់ Mac យើងចុច command C អក្សរ E អូខេតមកទៀតយើងយកពាក្យថា OK អញ្ចឹងយើងយកពាក្យថាកន្លែងនេះអ្នកទាំងអស់គ្នានឹងទទួលបានការសរសេរអក្សរមួយដែលយើងនិយាយពីឈ្មោះរបស់ keyboard shortcut របស់យើងនឹងអញ្ចឹងយើងយក yes ទៅអូខេតមកទៀតយើងគ្រាន់តែចុច command C អក្សរ E វានឹង load ទៅលើfeature export អូខេអញ្ចឹងកន្លឹះទី2អ្នកនរគ្នាធ្វើការបង្កើត shortcut ដែលទទួលមួយនឹង opacity អញ្ចឹងជាទូទៅដើម្បីយើងបន្ថយ opacity ឬក៏ទៅលើ opacity នៅក្នុង Adobe Illustrator យើងចុចលើ opacity ហើយយើងធ្វើការ drag and drop ទៅលើចំនួនលេខនៃ opacity ហ្នឹងអញ្ចឹងថ្ងៃនេះខ្ញុំចង់បង្ហាញអ្នកនរគ្នាអំពីការបង្កើត shortcut ឲ្យយើងគ្រាន់តែចុចលេខ1លេខ2លេខ3អញ្ចឹងវានឹងបន្ថយ opacity ទៅតាមហ្នឹងអូខេអញ្ចឹងដើម្បីធ្វើវាយើងចុច edit យើងយកពាក្យថា keyboard shortcut ហើយត្រង់កន្លែងនេះយើងយក tool ហើយអ្នកនរគ្នាចុចត្រង់កន្លែង search យកពាក្យថា opacity នេះទៅសេតែ OP វានឹងចេញ opacity បែបនេះអញ្ចឹងជាទូទៅខ្ញុំ add shortcut យើងចុចត្រង់កន្លែងនេះកន្លែង shortcut ហ្នឹងយើងចុចលើវាកន្លែងលេខ0ខ្ញុំចុចលើលេខ0គេនេះអញ្ចឹងកន្លែង1% 10%ខ្ញុំអត់ប្រើទេព្រោះ 10% ខ្ញុំចង់ដាក់ទៅ 100% វិញអញ្ចឹងខ្ញុំឲ្យ 30% ខ្ញុំដាក់លេខ3កន្លែង 40% ខ្ញុំដាក់លេខ40កន្លែង 50% ខ្ញុំដាក់លេខ50អញ្ចឹងយើងដាក់តាមនឹងទៅអូខេអញ្ចឹងដល់កន្លែង 100% ខ្ញុំដាក់លេខ1វិញអញ្ចឹងមានន័យថា opacity របស់ខ្ញុំនឹងដូរខ្ញុំចុចលេខ0វាដកទៅអត់មានតម្លៃអីទាំងអស់0%ខ្ញុំចុចលេខ2 20%ខ្ញុំចុចលេខ1 100%វិញអញ្ចឹងខ្ញុំចុច OK ខ្ញុំចុច Yes អញ្ចឹងអ្នកនរគ្នាគ្រាន់តែចុចលើ object ហ្នឹងខ្ញុំចុចលេខ0ឃើញទេវាអត់មានតម្លៃអីទេអញ្ចឹងខ្ញុំចុចលើវាខ្ញុំចុចលេខ1វាទៅ 100% វិញអញ្ចឹងខ្ញុំចុចលេខ5ឃើញទេវាដល់ opacity ទៅ 50% អញ្ចឹងអ្នកនរអាចឃើញកន្លែងនេះ opacity 50% អញ្ចឹងនៅក្នុង feature នេះគឺមានតែប៉ុណ្្នឹងទេអរគុណជម្រាបលា